ថ្ងៃនេះខ្ញុំបានយកត្បូងរបស់ខ្ញុំឲ្យជនជាតិបារាំងនេះគាត់ត្រួតពិនិត្យមើលថាត្បូងរបស់ខ្ញុំជាត្បូងធម្មជាតិឬក៏ត្បូងថ្វាយខ្លាយហើយជនជាតិបារាំងហ្នឹងគាត់ជាអ្នកឯកទេសខាងត្រួតពិនិត្យមើលត្បូងហើយគាត់រៀនបច្ចេកទេសត្រួតពិនិត្យមើលត្បូងហ្នឹងនៅស្រុកបារាំងជាង4ឆ្នាំបានចប់គាត់ប្រាប់អញ្ចឹងណាហើយខ្ញុំយកត្បូងទៅត្រួតពិនិត្យហ្នឹងដើម្បីឲ្យមានភាពជឿជាក់លើខ្លួនឯងដើម្បីលក់ត្បូងឲ្យអតិថិជនហើយអតិថិជនដែលទិញត្បូងពីខ្ញុំទៅគឺគាត់ជឿជាក់ថាត្បូងរបស់ខ្ញុំជាត្បូងធម្មជាតិអត់ខ្លាយខ្លាយហើយបើសិនបងប្អូនណាទិញត្បូងពីខ្ញុំទៅខ្ញុំឲ្យឆែកមើលមួយសេរីបើមានបញ្ហាបងប្អូនអាចដូរយកត្បូងវិញឬក៏យកដូរយកលុយវិញបានហើយចំពោះបងប្អូនដែលចង់ទិញត្បូងយកធ្វើគ្រឿងអលង្ការប្រើប្រាស់កុំសូវជឿទុកចិត្តលើជាងដែលកាត់ត្បូងផ្ទាល់ពេកពេលខ្លះគាត់អត់យកត្បូងធម្មជាតិឲ្យបងប្អូនទេគាត់យកត្បូងសេនេទិកឬក៏ត្បូងបារាំងណាត្បូងខ្លាយខ្លាយជាប្រភេទត្បូងខ្លាយខ្លាយឲ្យបងប្អូនហើយប្រាប់ថាបងប្អូនថាជាប្រភេទត្បូងធម្មជាតិដោយដឹងថាបងប្អូនហ្នឹងអត់ចេះមើលត្បូងធម្មជាតិឬក៏ខ្លាយខ្លាយទេហើយភាគច្រើនជាងដែលកាត់ត្បូងផ្ទាល់ធ្វើស៊ីបងប្អូនសាហាវសំបីតែខ្ញុំក៏មានភ្លាត់ស្នៀតដែរដោយសារខ្ញុំចេះមើលផ្ទាល់ផងនៅមានភ្លាត់ស្នៀតចុះត្បូងបងប្អូនដែលអត់ចេះមើលផងប្រកាសពីទិញប៉ះអាត្បូងខ្លាយខ្លាយហើយពេលយើងទិញអញ្ចឹងយើងឃើញជាងអញ្ចឹងណាយើងជឿទុកចិត្តជឿជាក់លើជាងហើយព្រោះគាត់ជាងកាត់ត្បូងអ្នករកស៊ីត្បូងគាត់ដើរទិញត្បូងអញ្ចឹងឃើញអញ្ចឹងមកដឹងថាគាត់យកត្បូងឲ្យសុទ្ធឲ្យយើងហើយដល់ពេលយើងទិញអត់បានប្រឌិតមើលភាគច្រើនប៉ះចំអាត្បូងសេនេទិកឬក៏ត្បូងបារាំងហើយមូលហេតុអីដោយសារត្បូងសេនេទិកត្បូងបារាំងត្បូងខ្លាយខ្លាយហ្នឹងវាធូរថ្លៃជាងត្បូងធម្មជាតិហើយបងប្អូនចង់បានអាត្បូងធូរថ្លៃហើយគ្រាប់ធំហើយលឿនឆាប់បានតែត្បូងធម្មជាតិងាយបានរកបានទេត្បូងគ្រាប់ធំហើយធូរថ្លៃពិបាករកត្បូងធម្មជាតិដល់អញ្ចឹងទៅជាងគាត់ភាគច្រើនគាត់ដាក់តែត្បូងសេនេទិកនឹងឲ្យទេត្បូងខ្លាយខ្លាយត្បូងបារាំងហ្នឹងណាហើយពណ៌របស់ត្បូងខ្លាយខ្លាយនិងពណ៌ត្បូងធម្មជាតិយើងមើលប្រភេទទៅទេមិនដឹងទេដោយសារយើងមិនមែនជាអ្នកជំនាញឯកទេសមើលដល់អញ្ចឹងពណ៌វាដូចគ្នាបេះបិទតែបើសិនណាយកឲ្យអ្នកឯកទេសគេត្រួតពិនិត្យមើលដោយ telescope ដោយជនជាតិបារាំងនេះអញ្ចឹងណាគេមើលដឹងព្រោះអីត្បូងធម្មជាតិមានសរសៃ fiber ហើយពណ៌របស់ត្បូងធម្មជាតិហ្នឹងមិនចេញពីសាច់ទេចេញពីសរសៃ fiber ហើយសរសៃ fiber ហ្នឹងគឺនៅក្នុងសាច់ហ្នឹងមានតំណក់សងសាច់ត្បូងមានតំណក់ទឹកទូក្នុងហ្នឹងហើយពណ៌របស់វាចេញពីសរសៃ fiber តែបើអាត្បូងខ្លាយអត់មានសរសៃ fiber ទេហើយពណ៌របស់វាចេញពីសាច់ហើយគេអ្នកឯកទេសគេត្រួតពិនិត្យមើលដឹងតែបើសិនតែចំពោះបងប្អូនវិញបងប្អូនអត់ដឹងទេឲ្យតែឃើញពណ៌ស្អាតពណ៌ដូចគ្នាដឹងថានឹងធម្មជាតិដែរហើយតែដល់ជាក់ស្ដែងមែនទែនទៅប្រភេទត្បូងខ្លាយសោះហើយបងប្អូនទិញយកទៅអត់ដឹងប្រភពដើមអត់ដឹងអ្នកធ្វើឲ្យអាចប៉ះចំអាខ្លាយហើយអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូឃ្លីបលើកក្រោយទៀតបាយ